សូមស្វាគមន៍អ្នកទាំងអស់គ្នាថ្ងៃនេះគឺជាមើលតសាយរឿងរបស់យើងទៀតហើយកញ្ញាយូរីរបស់យើងក៏ធ្វើការដើរទៅប៉ះដើមឈើទាំងអស់នោះដើម្បីរកកន្លែងច្រកទៅកាន់រាជវាំងរបស់គេវិញលិនយីរបស់យើងក៏បានសួរទៅកញ្ញានឹងថាអេកញ្ញាតើកញ្ញាកំពុងធ្វើអីហ្នឹងយូរីក៏បានប្រាប់ថាគេកំពុងតែរកច្រកដើម្បីទៅកាន់រាជវាំងរបស់គេវិញលៀមភ្លាមដែរយូរីក៏បានរកឃើញច្រកចេញដើម្បីទៅកាន់រាជវាំងមួយនោះបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានមកដល់រាជវាំងរបស់យូរីនៅពេលដែលមកដល់លិនយីក៏ពិតជាមានការភ្ញាក់ផ្អើលមែនទែនពីព្រោះតែឃើញទស្សនវិជ្ជានៅក្នុងរាជវាំងហ្នឹងមានភាពស្រស់ស្អាតពេកស្រាប់តែពេលនោះដែរក៏ស្រាប់តែមានឥទ្ធិពលអ្វីមួយយ៉ាងដែរធ្វើឲ្យលិនយីរបស់យើងក៏ពិតជាមានការភ័យមែនទែនប៉ុន្តែនោះមិនមែនជាអ្វីដែលចម្លែកនោះទេគឺជាអង្គរៈរបស់កញ្ញាយូរីចឹងណាពួកគេទាំងអស់គ្នាក៏បានគោរពនិងអបអរសាទរចំពោះការវិលត្រឡប់របស់ម្ចាស់ក្សត្រីយូរីដោយសុវត្ថិភាពលិនយីក៏ពិតជាមានការភ្ញាក់ផ្អើលមែនទែនហើយក៏បានធ្វើមុខលីលើនិងបានសួរទៅយូរីថាតើនាងគឺជាព្រះនាងមែនទេកញ្ញាយូរីក៏បានងក់ក្បាលនិងបាននិយាយថាត្រូវហើយខ្ញុំគឺជាព្រះនាងស្រាប់ពេលនោះដែរព្រះមេដានិងបិតារបស់យូរីក៏បានមកទទួលយូរីផងដែរដែលព្រះបិតារបស់យូរីមានឈ្មោះថាអេឌូអ៊ីនដែលជាស្ដេចនៃអាណាចក្រមួយនេះចំណែកឯព្រះមេដារបស់យូរីវិញមានឈ្មោះថាម៉ារីហើយក៏មានតាចាស់មួយទៀតដែលគាត់គឺជាតារបស់យូរីចឹងណាតែរូបគាត់មានឈ្មោះថាប៊ីលីចំណែកឯមេដានិងបិតារបស់យូរីវិញគឺពិតជាមានការរំភើបមែនទែនហើយក៏បានរត់ស្ទុះឡើងលឿនដើម្បីទៅអោបកូនរបស់ខ្លួនយូរីវិញនៅឈរឡើងថ្មឹងលិនយីក៏បានសួរថាតើអ្នកនៅឈរនេះដើម្បីអ្វីសូមអ្នករត់ទៅអោបមេដាបិតារបស់អ្នកទៅចោលយូរីក៏បានរត់ទៅអោបមេដារបស់គេយ៉ាងមានភាពកក់ក្ដៅលិនយីក៏បានគិតថាប្រសិនបើជាឪពុកម្ដាយរបស់ខ្ញុំឃើញខ្ញុំប្រហែលជាគាត់មិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេពេលដែលអេឌូអ៊ីនដែលជាព្រះបិតារបស់យូរីចឹងណាក៏បានអរគុណទៅកាន់លិនយីដែលបាននាំកូនរបស់ខ្លួននឹងមកផ្ទះដោយសុវត្ថិភាពហើយក៏បានអញ្ជើញលិនយីនឹងទៅកាន់រាជវាំងរបស់គេផងដែរហើយឯងកុំភ្លេចប្រាប់យើងពីអ្វីដែលបានកើតឡើងនៅទីនោះលិនយីក៏បានយល់ព្រមទៅតាមសំណើរបស់ព្រះបិតារបស់យូរីព្រមៗនោះឯងកញ្ញាយូរីក៏បានស្ទុះមកចាប់ដៃលិនយីនឹងបាននិយាយថាមកជាមួយខ្ញុំមកខ្ញុំមានរឿងជាច្រើនដែលត្រូវបង្ហាញអ្នកយូរីក៏បាននាំលិនយីទៅកាន់រាជវាំងរបស់ខ្លួនដែលវាពិតជាមានភាពស្រស់ស្អាតមែនតើហើយយូរីនឹងនាំលិនយីទៅកាន់កន្លែងជាច្រើនទៀតដើម្បីឲ្យរូគេបានមើលគ្រប់ទីកន្លែងចឹងណាម៉ារីក៏បានប្រាប់អ្នកបម្រើថាវេនេះជាភ្ញៀវដូច្នេះសូមនាំគាត់ទៅបន្ទប់របស់គាត់ដើម្បីសម្រាកផងប៉ុន្តែលិនយីមិនទាន់ចង់សម្រាកឥឡូវនេះទេគឺគេចង់បញ្យល់ពីអ្វីដែលបានកើតឡើងជាមុនសិនបន្ទាប់ពីលិនយីបានប្រាប់ពីអ្វីដែលបានកើតឡើងហើយក៏ធ្វើឲ្យអេឌូអ៊ីនក៏ពិតជាមានការខឹងយ៉ាងសម្បាពួកវាត្រឹមតែជាអ្នកឈ្មោះទេសកលប៉ុណ្ណោះហើយអ្វីបានជាពួកវាហ៊ានធ្វើបែបនេះដាក់កូនស្រីរបស់យើងហើយលិនយីក៏បាននិយាយទៀតថាពួកគេក៏បាននិយាយមើងងាយមកកាន់រាជវាំងមួយនេះផងដែរស្របពេលនោះដែរគឺធ្វើឲ្យកូនចៅរបស់គេក៏ពិតជាមានការខឹងមែនតើនឹងបាននិយាយថាហើយអ្វីបានជាពួកគេប្រហើនយ៉ាងដូចនេះតើពួកគេហ៊ាននិយាយមិនគ្រប់ព្រះមហាក្សត្រទេឬប៉ុន្តែក៏ត្រូវលោកគ្រូប៊ីលីហាមឃាត់មិនឲ្យកូនចៅរបស់គេទៅបង្ករឿងនោះទេពីព្រោះតែចៅស្រីរបស់គេបានវិលត្រឡប់មកវិញដោយសុវត្ថិភាពទៅហើយចំណែកឯលោកតាប៊ីលីនឹងក៏បានគិតថាលិនយីក៏ជាក្រុមអ្នកចំនួនផងដែរលិនយីក៏បាននិយាយថាខ្ញុំមានសមត្ថភាពវេទមន្តហើយខ្ញុំក៏បានសម្លាប់ពួកគេអស់ផងដែរលោកតាប៊ីលីក៏បាននិយាយថាសូម្បីតែអ្នកអួតខ្លួនក៏ត្រូវតែជ្រើសរើសកន្លែងដើម្បីអួតខ្លួនផងដែរគឺមានន័យថាលោកតាប៊ីលីមិនជាសម្ដីរបស់លិនយីនោះឡើយភ្លាមនោះក៏ធ្វើឲ្យលិនយីរបស់យើងក៏ពិតជាមានការខឹងមែនតើនឹងបាននិយាយថាហេតុអ្វីបានជាអ្នកមិនជឿខ្ញុំប៉ុន្តែលោកត្រូវគិតថាប្រសិនបើជាព្រះនាងមិនមានខ្ញុំនោះទេតើគាត់អាចត្រឡប់មកវិញដោយសុវត្ថិភាពឬក៏យ៉ាងណាហើយអ្វីដែលខ្ញុំចាប់បានឥឡូវនេះគឺខ្ញុំចង់ត្រឡប់ទៅសាប៊ីនវិញដើម្បីជួបជុំគ្រួសាររបស់ខ្ញុំភ្លាមនោះយូរីក៏បានសួរទៅលិនយីថាតើអ្នកចេញដំណើរទៅលឿនម្ល៉េះលិនយីបាននិយាយថាសម្រាប់មនុស្សសម្រាមដូចជាខ្ញុំមិនសមរម្យទេសម្រាប់នៅក្នុងរាជវាំងមួយនេះហើយឬខ្ញុំបានត្រឹមតែរស់នៅក្នុងផ្ទះកញ្ចាស់ដ៏សែនតូចមួយប៉ុណ្ណោះហើយណាមួយពុកម្ដាយរបស់ខ្ញុំកំពុងតែព្រួយបារម្ភពីខ្ញុំប្រសិនបើជាពួកគាត់មិនបានឃើញខ្ញុំទៅវិញអេឌូអ៊ីនក៏បាននិយាយថាអ្នកបានជួយសង្គ្រោះបុត្ររបស់ខ្ញុំតាមហេតុផលហើយអ្នកគួរតែត្រូវបានត្រឡប់ទៅភ្លាមប៉ុន្តែវឹបផតថលមិនត្រូវបានបើកនៅពេលនេះទេវាបើកនៅក្នុងអំឡុងពេលដែលកិច្ចប្រជុំកំពូលត្រៃក្លែនដែលប្រារព្ធឡើងរៀងរាល់2ឆ្នាំម្ដងតែប៉ុណ្ណោះហើយលើកក្រោយនឹងមានរយៈពេល5ឆ្នាំទៀតដូច្នេះឯងសម្រាប់នៅទីនេះមួយយប់សិនទៅចោចាំព្រឹកស្អែកចាំឯងធ្វើដំណើរទៅចោលិនយីក៏បានអរគុណយ៉ាងខ្លាំងទៅកាន់អេឌូអ៊ីននៅពេលដែលលិនយីកំពុងតែសម្រាប់នៅក្នុងបន្ទប់នោះយូរីក៏បានមកគោះទ្វារបន្ទប់របស់គេហើយយូរីក៏ពិតជាមានការខឹងយ៉ាងសប្បាយនឹងស្ទុះមកបុកលិនយីរបស់យើងនឹងមួយទំហឹងយូរីក៏បានសួរទៅលិនយីថាហេតុអ្វីបានជាអ្នកទៅលឿនយ៉ាងនេះលិនយីក៏បានលួងយូរីថាអូប៉ៅមេកំខឹងអីណោប៉ៅណោយូរីក៏បានងល់ខ្ទើនឹងបាននិយាយថាខ្ញុំមិនខ្វល់ទេអ្នកគឺជាមិត្តដំបូងរបស់ខ្ញុំមិនចង់ឲ្យអ្នកចាក់ចេញពីខ្ញុំនោះទេភ្លាមនោះលិនយីក៏បានមកអៀកស្មារបស់យូរីនឹងបាននិយាយថាយ៉ាងម៉េចដែរប្រសិនបើជាអ្នកនាំខ្ញុំទៅដើរលេងខាងក្រៅជាមុនសិនបន្ទាប់មកពួកគេទាំងពីរអ្នកក៏នាំខ្ញុំមកដើរលេងនៅតាមសួនស្បាយូរីក៏បានប្រាប់ទៅលិនយីថាកន្លែងនេះគឺជាកន្លែងដែលខ្ញុំចូលចិត្តជាងគេពីព្រោះតែវាមានសត្វអំពិលអំពែដ៏សែនស្អាតហើយមើលទៅវាហាក់ដូចជាពន្លឺផ្កាយដែលមានភាពស្រស់ស្អាតអញ្ចឹងពេលដែលពួកគេកំពុងតែនិយាយគ្នាលេងយ៉ាងសប្បាយនោះក៏ស្រាប់តែមាននរណាម្នាក់បានធ្វើការមកវាប្រហារពួកគេទាំងពីរនាក់លិនយីក៏បានចាប់កាំបិតនោះ
យ៉ាងលឿននឹងបានចាប់ដៃយូរីរបស់យើងនឹងចេញអំពីអាវុធមួយនេះតែវាគឺត្រឹមជាកុនកំបិតដ៏សែនតូចមួយប៉ុណ្ណោះហើយអ្នកដែលធ្វើការវាប្រហារទៅកាន់លីនយីនោះមិនមែនជានរណានោះទេគឺជាលោកតារបស់យូរីនឹងឯងដែលជាប៊ីលីហ្នឹងលីនយីក៏បានសួរទៅតាកញ្ចាស់នោះថាតើអ្នកកំពុងធ្វើអ្វីហ្នឹងនេះដូចជាចង់សម្លាប់កូនចៅស្រីរបស់គាត់ដោយដៃរបស់គាត់ផ្ទាល់អញ្ចឹងតែកញ្ចាស់ប៊ីលីក៏បានសើចទៅបាននិយាយថាទេនេះមិនមែនជារឿងអាក្រក់ប៉ុន្មាននោះទេដោយនេះវាគឺជារឿងដែលតូចតាចប៉ុណ្ណោះស្រាប់ពេលដែលលីនយីក៏បានក្រឡោះកំបិតនោះវាមិនមែនជាកំបិតមែនតែនោះទេគឺជាកំបិតដែលទន់ល្មើយដូចជាសម្លេងអញ្ចឹងពេលដែលប៊ីលីក៏បានឃើញអំពីល្បឿនរបស់លីនយីហើយគាត់ក៏បានសួរទៅលីនយីថាតើអ្នកសម្រាប់ពូអ្នកជួញដូរទីសកលទាំងនោះបានដោយរបៀបណាទៅលីនយីក៏បានគិតថាតើបរិសុទ្ធចំណាំម្នាក់នោះឈួតមែនទេឬយូរីក៏បានទាញលីនយីចេញនិងបានស្ដីបន្ទោសឲ្យលោកតារបស់ខ្លួនថាលោកតាសូមឈប់ចំអកឲ្យលីនយីរបស់ខ្ញុំទៅពេលដែលប៊ីលីក៏ពិតជាមានការខឹងនឹងចៅស្រីរបស់ខ្លួនមែនទែនដែលការពារមិត្តរបស់គេហើយលីនយីវិញក៏បានដឹងច្បាស់ថាពេលនេះតាចំណាំអ្នកនោះបានដឹងអំពីអាចកម្បាំងរបស់គេអស់ហើយដោយពេលនេះប៊ីលីក៏បានដឹងអំពីជំនាញនិងអាចកម្បាំងរបស់លីនយីចឹងណាហើយរូបគាត់ក៏ចង់សាកល្បងជាមួយនឹងលីនយីប៊ីលីក៏បានបោះដាវឈើមួយទៅកាន់លីនយីដើម្បីឲ្យលីនយីចូលមកប្រយុទ្ធជាមួយគេមកចោលលីនយីមិនបានទៅខ្លាចអ្វីនោះទេរូបគេក៏បានយកអាវុធមួយនោះហើយនឹងបានធ្វើការស្ទូលកាប់ករបស់ប៊ីលីតែម្ដងហើយធ្វើឲ្យយូរីរបស់យើងគឺពិតជាមានការផាត់ភ័យមែនទែននឹងបើកភ្នែកប៉ុនពងមន់ឯណោះប៉ុន្តែប៊ីលីមិនបានមានអ្វីកើតឡើងសូម្បីតែបន្តិចឡើយប៊ីលីក៏បានសួរទៅលីនយីថាតើឯងមានក្បាច់តែប៉ុណ្្នឹងទេឬហើយមិនអស់ចិត្តលីនយីក៏ធ្វើការស្ទូលទៅវាប្រហារទៅលើប៊ីលីបន្ថែមទៀតហើយបន្ទាប់មកសង្គ្រាមរវាងលីនយីនិងប៊ីលីគឺកាន់តែសាហាវមែនទែនហើយដោយល្បឿនរបស់គេម្នាក់គឺពិតជាលឿនមែនទែនដែលធ្វើឲ្យលីនយីរបស់យើងនឹងស្ទើរតែមិនអាចទប់ទល់ជាមួយនឹងប៊ីលីរបស់យើងបាននោះទេលីនយីក៏បានរើបំរាខ្លួននិងបានបោះដាវរបស់ខ្លួនទៅខាងលើនិងបានធ្វើការកាប់ទៅកាន់ប៊ីលីប៉ុន្តែរូបគេមិនអាចកាប់ត្រូវនោះទេហើយប៊ីលីក៏ធ្វើការវាប្រហារទៅកាន់លីនយីវិញយ៉ាងប៉ើងតែម្ដងដែលធ្វើឲ្យកញ្ញាយូរីក៏ពិតជាមានការភ័យទៅកាន់មិត្តរបស់ខ្លួនមែនទែននិងបានរត់ស្ទុះមកមើលលីនយីយ៉ាងលឿនប៉ុន្តែមិនបានទៅមើលជីតារបស់ខ្លួនដែលកំពុងតែត្រូវរបួសនៅកណ្ដាលក្បាលនោះទេពេលនេះប៊ីលីក៏ពិតជាមានការនឹកស្មានមិនដល់ថាត្រឹមតែជាក្មេងដែលរពើតូចតែប៉ុណ្ណោះហើយអ្វីបានជាគេអាចវាប្រហារខ្ញុំបានយ៉ាងនេះស្រាប់ពេលដែលក៏ធ្វើឲ្យកញ្ញាយូរីយើងនឹងក៏ពិតជាមានការខឹងសម្បាទៅនឹងលោកតារបស់ខ្លួនមែនទែនទឹកបានទៅមូលចង្កេះលោកតារបស់ខ្លួនយ៉ាងខ្លាំងនិងបានសួរទៅកាន់លោកតារបស់ខ្លួនថាហេតុអ្វីបានជាលោកតាហ៊ានធ្វើបែបនេះដាក់មើលរបស់ខ្ញុំឈប់ធ្វើបាបលីនយីរបស់ខ្ញុំទៅប៉ុន្តែប៊ីលីមិនទាន់អស់ចិត្តនៅឡើយទេរូគេក៏បានបបួលលីនយីរបស់យើងនឹងដាក់មួយជុំទៀតលីនយីក៏បានប្រកាសយ៉ាងលឿនថាទេខ្ញុំមិនលេងទៀតនោះទេដោយពេលនេះលោកតាប៊ីលីបានដឹងអំពីកម្លាំងរបស់លីនយីហើយនិងបានសួរទៅលីនយីថាតើអ្នកចង់ធ្វើជាសិស្សរបស់ខ្ញុំដែរឬទេហើយកញ្ញាយូរីវិញក៏បានងាកក្បាលទៅវិញទៅមកមានការងឿងឆ្ងល់មែនតើពេលនោះប៊ីលីក៏បានសួរទៅលីនយីថាហេតុអ្វីបានជាអ្នកមិនសប្បាយចិត្តដូច្នេះពេលនោះលីនយីក៏បានសួរទៅប៊ីលីថាតើមនុស្សអាចស្នាក់នៅក្នុងប្រទេសរបស់អ្នកដោយគ្មានដែនកំណត់បានដែរឬទេប៊ីលីក៏បាននិយាយថាមិនមាននោះទេពួកដែលនៅក្នុង L4 មួយនេះគ្មាននរណាម្នាក់អាចដេញអ្នកចេញបានឡើយប៉ុន្តែប៉ុណ្ណោះអ្នកអាចរៀននៅអក្ខរាវិរុទ្ធដ៏មានឥទ្ធិពលបំផុតផងដែរពេលនោះលីនយីក៏បានបដិសេធភ្លាមថាទោះបីជាអ្នកនិយាយយ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចស្នាក់នៅទីនេះបានដែរគឺឥឡូវនេះខ្ញុំចង់ទៅផ្ទះជួបឪពុកម្ដាយរបស់ខ្ញុំដោយពេលនេះឪពុកម្ដាយរបស់ខ្ញុំមិនដឹងថាព្រួយបារម្ភប៉ុណ្ណានោះទេពីព្រោះគាត់មិនដឹងថាខ្ញុំនៅរស់ឬក៏ស្លាប់នោះឡើយប៊ីលីក៏បានសួរទៅលីនយីថាចុះបើឪពុកម្ដាយរបស់អ្នកដឹងថាអ្នកនៅរស់នោះលីនយីក៏បានឆ្ងល់ថាតើមានន័យយ៉ាងណាទៅប៊ីលីក៏មិនបាននិយាយអ្វីនោះទេគេក៏ជួនកញ្ញាយូរីយើងនឹងឲ្យទៅដេកហ្មងទៅប៉ុន្តែមុននឹងដើរចាចេញទៅគេក៏បាននិយាយថាខ្ញុំដឹងថាអ្នកពិតជាចង់ទៅផ្ទះណាស់ប៉ុន្តែស្នូលម៉ាណាថ្មីរបស់អ្នកតើវានោះច្រើនឬក៏តិចដែលអាចឲ្យអ្នកមានអារម្មណ៍ថារមាស់នោះពេលនោះលីនយីក៏ពិតជាឆ្ងល់មែនតើនឹងបានសួរទៅប៊ីលីថាតើអ្នកអាចដឹងរឿងនេះបានដោយរបៀបណាទៅប៊ីលីក៏បានតបទៅវិញថានៅក្នុងអំឡុងពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នានោះខ្ញុំបានរកឃើញថាអ្នកមានអំណាចវេទមន្តរបស់សត្វទេវកថាមិនតែប៉ុណ្ណោះសត្វទេវកថាដែលមានកម្រិត A ឬក៏ខ្ពស់ជាងនេះទៅទៀតហើយឯងក៏អាចប្រើអំណាចវេទមន្តដើមរបស់វាផងដែរភ្លាមនោះប៊ីលីក៏បានសួរទៅលីនយីថាតើអ្នកអាចប្រាប់បានទេថាអំណាចវេទមន្តរបស់ឯងបានមកពីណាទោះបីជាយ៉ាងណាក៏ដោយច្បាប់បច្ចុប្បន្ននេះមិនត្រឹមតែមិនអាចជួយអ្នកបាននោះទេវាថែមទាំងធ្វើបាបអ្នកទៀតផងលីនយីក៏ចាប់ផ្ដើមភ័យម្ដងបន្តិចហើយរូគេក៏បានសួរទៅប៊ីលីថាតើរូគេនឹងធ្វើអ្វីនៅឥឡូវនេះប៊ីលីក៏បានឆ្លើយតបថាជាការពិតណាខ្ញុំចង់ក្លាយជាកូនជាងរបស់គ្រូបង្វឹកសត្វដ៏ល្អឥតខ្ចោះម្នាក់ឥឡូវនេះឯងមកតាមខ្ញុំមកដើម្បីរៀនអំពីរបៀបគ្រប់គ្រងសត្វទេវកថាដែលមាននៅក្នុងខ្លួនរបស់ឯងខ្ញុំដឹងថាឯងគឺពិតជាចង់ទៅផ្ទះណាប៉ុន្តែជីវិតរបស់ឯងនឹងស្ថិតនៅក្នុងគ្រោះថ្នាក់នៅពេលដែលឯងត្រឡប់ទៅផ្ទះវិញហើយកម្លាំងឬក៏ទេវកថាដែលមាននៅក្នុងខ្លួនរបស់ឯងនោះនឹងត្រូវបានបំផ្លាញម្ដងបន្តិចពេលនោះដែរឯងនឹងត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមបន្ទាប់ពីប៊ីលីបាននិយាយប្រាប់អំពីមូលហេតុទៅកាន់លីនយីអស់ហើយនោះគាត់ក៏បាននាំលីនយីហើយនិងយូរីទៅកាន់ផ្ទះមួយទៅដល់ប៊ីលីក៏ពិតជាកាចមែនតើក៏ធ្វើការធាក់នោះយកឡើងម្ចាស់ផ្ទះចេញមកដែលធ្វើឲ្យយាយចាស់នឹងក៏ពិតជាមានការខឹងសម្បាទៅកាន់ប៊ីលីមែនតើពេលនោះប៊ីលីក៏បាននិយាយអំពីលីនយីនឹងទៅប្រាប់យាយប៉ែកនឹងថារូគេម្នាក់នេះគឺជាប៊ីលីហើយគេគឺជាមិត្តរបស់ខ្ញុំច្រើនឆ្នាំមកហើយគេក៏អាចជួយអ្នកនៅក្នុងមន្តអាគមពិសេសផងដែរ
យាយចាស់នោះមិនដឹងអំពីចំណុចខ្លាំងរបស់លីនយីនោះទេថែមទាំងបានមើលងាយថាខ្ញុំមើលទៅគេដូចជាគ្មានអ្វីពិសេសនោះទេគឺប្រៀបបានដូចជាមនុស្សល្ងងអញ្ចឹងលីនយីក៏ពិតជាឆ្ងល់មែនទែនថាតើវេទមន្តពិសេសនោះគឺជាអ្វីទៅពេលនោះដែរយាយប៉ែតនឹងក៏បាននិយាយប្រាប់លីនយីថាលីនយីខ្ញុំគឺជាហោរាខ្ញុំអាចមើលឃើញរឿងអ្វីគ្រប់យ៉ាងដូចជាអតីតកាលនិងអនាគតរបស់ឯងហើយពេលនោះយាយប៉ែតនឹងក៏ធ្វើការប្រើផ្នែកវេទមន្តរបស់គេដើម្បីមើលអនាគតរបស់លីនយីអ្វីដែលគួរភ្ញាក់ផ្អើលនោះយាយប៉ែតនឹងមិនអាចមើលឃើញអតីតកាលក៏ដូចជាអនាគតរបស់លីនយីបាននោះទេប៉ុន្តែគេក៏អាចដឹងថាលីនយីមកទីនេះដើម្បីតាក់ទងទៅកាន់ឪពុកម្ដាយរបស់គេមែនតើវាត្រឹមត្រូវទេលីនយីក៏បានឆ្លើយថាត្រូវហើយបន្ទាប់មកយាយប៉ែតនឹងក៏បានឲ្យនោះទឹកវេទមន្តមួយនិងបានឲ្យលីនយីរបស់យើងនឹងមើលទៅទឹកមួយនោះចោលហើយបន្ទាប់មកក៏សូមស្រមៃគិតអំពីពុកម្ដាយរបស់ឯងនៅក្នុងចិត្តរបស់ឯងហើយឯងសូមព្យាយាមមកច្បាស់តាមដែលអាចធ្វើទៅបានទៅចោលហើយបន្ទាប់មកសាយរីរបស់យើងក៏សូមស្លែតែត្រឹមនេះសិនទៅសូមរងចាំនឹងទស្សនានៅភាពបន្តជាមួយ admin ទាំងអស់គ្នា